សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមេរៀនថ្មីមួយទៀតហើយរបៀបនៃការយើងបង្កើត Facebook នៅក្នុងឆ្នាំ2025នេះ Facebook ជាទូទៅគឺអាប់ដេតជារៀងរាល់ខែបងប្អូនឥឡូវចូលខែថ្មីហើយចូលខែ4ហើយជិតចូលខែ5ហើយឥឡូវបងប្អូនកុំឲ្យខាតពេលយូរឥឡូវបងប្អូនចូលទៅក្នុងកម្មវិធី Facebook ទាំងអស់គ្នាមកបាទហើយបងប្អូនចូលគេថា create new account នេះមកបាទហើយបងប្អូនយកពាក្យថា create new account ហើយបងប្អូនដាក់ឈ្មោះមកឈ្មោះអីក៏បានដែរឥឡូវខ្ញុំឧទាហរណ៍មួយដាក់ស្រីពេជ្រមួយបងប្អូនដាក់ឈ្មោះអីដាក់ទៅឈ្មោះបងប្អូនដែលបងប្អូនឈ្មោះអីបងប្អូនដាក់តាមហ្នឹងមកrồiបងប្អូនចុចពាក្យថា next rồiអានេះគេឲ្យយើងជ្រើសរើសបងប្អូនយកពាក្យថាស្រីពេជ្រក៏បានឬក៏ពាក្យថាស្រីពេជ្រនេះមាន T មួយស្រីពេជ្រ E ឥឡូវខ្ញុំយកខាងលើគេនេះបងប្អូនបាទrồiហើយកន្លែងនេះគេឲ្យយើងដាក់ថ្ងៃខែឆ្នាំកំណើតបងប្អូនកន្លែងនេះបងប្អូនដាក់ថ្ងៃខែឆ្នាំកំណើតខ្លួនឯងមកងាយស្រួលចាំបាទនេះខ្ញុំចិត្តតែដាក់ទេដាក់ទៅដាក់ឲ្យស្រួលចាំណាហើយបងប្អូនថាrồiបងប្អូនចុចពាក្យថា set បងប្អូនចុចពាក្យថា next កន្លែងនេះបើបងប្អូនប្រុសបងប្អូនយក mail មកបងប្អូនស្រីបងប្អូនយក female មកហើយខ្ញុំប្រុសហើយខ្ញុំយក mail មួយបាទហើយកន្លែងនេះគេឲ្យយើងដាក់phone number មានន័យថាលេខទូរស័ព្ទបងប្អូនដាក់លេខអីដាក់មកឥឡូវឧទាហរណ៍ខ្ញុំដាក់លេខនេះមួយដាក់លេខនេះមួយឥឡូវខ្ញុំចូលទៅយកលេខទូរស័ព្ទនៅក្នុង map មួយសិនcopy លេខនេះមួយនេះខ្ញុំចេះតែដាក់ទេបងប្អូនចេះដាក់លេខទេបាទបងប្អូនមានលេខទូរស័ព្ទខ្លួនឯងដាក់លេខទូរស័ព្ទខ្លួនឯងមកចុចពាក្យថា next បាទដោយបងប្អូនពាក្យថា create new account continue creating account បាទហើយកន្លែងនេះគេឲ្យយើងដាក់ password បងប្អូនដាក់មក password អីគឺ password មកហើយខ្ញុំដាក់នេះបងដាក់អីដាក់ទៅដាក់ស្រួលចាំខ្លួនឯងដែរបងប្អូនចុចពាក្យថា next បងប្អូន save មកបងប្អូនចុចពាក្យ agree នឹង Facebook បងប្អូនឲ្យឆែកបាទហើយបងប្អូនយកពាក្យថា create នេះអានេះមានន័យថាយើង find រក account របស់ account របស់យើងឬក៏យើងបង្កើតថ្មីឥឡូវយើងថាយើងពាក្យថា no យើងបង្កើតថ្មីឯងយើងអត់រើ account ចាស់របស់យើងឯង
ខាងលើមានន័យថាគេសួរថាយើងស្វែងរក account របស់យើងឬក៏យើងបង្កើតថ្មីបាទឥឡូវនេះគេឲ្យយើង confirm code intra អានេះមានន័យថាគេឲ្យយើងជាប់ជាមួយនឹង email ហ្នឹងឬក៏បងប្អូនយកកូដមកពីនោះក៏បានដែរឬក៏ភ្ជាប់ជាមួយហើយយើងយកកូដវិញបាទពាក្យ continue ហើយបងប្អូនយកពាក្យថាកូដហើយបងប្អូនចូលយក email វិញ confirm email បងប្អូនយកដាក់ email វិញមកបាទខ្ញុំចេះដាក់ទៅ email ចាស់ខ្ញុំបាទrồiកន្លែងនេះគឺរួចរាល់បងប្អូនហើយគេឲ្យយើង add profile ហើយយករូបយើងមកដាក់មកអូខេខ្ញុំយករូបខ្ញុំមួយមកឧទាហរណ៍ដាក់រូបនេះមួយបាទហើយចាំតិចបងប្អូនណែបងប្អូនចុច turn on នេះមកនេះគឺរួចរាល់ហើយបងប្អូននឹងចាំតិចមកនេះមានន័យថាគេឲ្យយើង add friend ហើយយើង add ទៅ5នាក់ហ្នឹងទេឥឡូវ add 5នាក់ហ្នឹងមកបាទបងប្អូនចុច skip បាទប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនយើងបាន account Facebook មួយហើយបាទបានមួយហើយយើងបានមួយហើយហើយយើងចូលទៅមើលម្ដងទៀត skip មកទឹកខ្មៅអានេះមានគេឲ្យយើងដាក់location របស់យើងយកដាក់ខ្មៅខ្ញុំនៅទឹកខ្មៅនេះយកកណ្ដាលមកបាទហើយនេះបងប្អូនអានេះមានន័យថាយើងបំពេញបែបបទឲ្យតាមអ្វីដែល Facebook ក៏ត្រូវការអញ្ចឹងបងប្អូនដាក់ទៀតមកតាខ្មៅទៀតមកបាទនេះគេទៅដាក់ទៅបាទយើង University បងប្អូនដាក់អីដាក់ទៅហើយហ្នឹងបងប្អូនរៀននៅសាលាណាអញ្ចឹងមកគេធ្វើសុំដាក់ណាដាក់ទៅខ្ញុំចេះតែដាក់ទេបងប្អូនខ្ញុំចេះតែដាក់ឧទាហរណ៍ទេអានេះពេលដែលយើងបង្កើតថ្មីគឺ Facebook អត់ត្រូវការទៀមទាអញ្ចឹងបងប្អូនចេះដាក់មកដាក់បងប្អូនធ្វើការនៅណាដាក់នៅនឹងមកsingle យើងដាក់ single មកនេះគេឲ្យយើង add cover ហើយខ្ញុំ add cover មួយចេះតែដាក់ទៅទេពេលនេះគឺរួចរាល់ហើយបងប្អូនយើងចាំតិចមកចុច next នេះមានន័យថា tick អស់ហើយអានេះយើងដាក់អ្វីដែល Facebook ក៏ត្រូវការហើយយើងបានពេញអស់ហើយឥឡូវមានន័យថា tick ពណ៌បៃតងអស់ហើយមានន័យថាយើងបង្កើតឲ្យជោគជ័យហើយអូខេនេះជោគជ័យបងប្អូននេះ
ហើយរបៀបនៃការដែលបងប្អូនចង់ឲ្យឆាប់ចាប់ Primary បងប្អូនចូលទៅកំណត់នៅកន្លែង setting ម្ដងទៀតឥឡូវបងប្អូនកុំឲ្យវីដេអូវែងបងប្អូនចាំទស្សនានៅវីដេអូក្រោយទៀតខ្ញុំនឹងប្រាប់ពីរបៀបនៃការដែលយើងកំណត់ location ដើម្បីឲ្យ Facebook យើងឆាប់ចាប់ Primary មានន័យថាយើងចង់កំណត់នៅណាយើងដាក់នៅហ្នឹងមកឥឡូវឧទាហរណ៍ខ្ញុំបង្កើតនេះខ្ញុំឧទាហរណ៍ខ្ញុំដាក់នៅខ្មែរទេបើសិនជាបងប្អូនចង់ដាក់នៅថៃបងប្អូនចូលទៅកំណត់ដាក់ព័ត៌មានដែលខ្ញុំបង្កើតមកខ្ញុំដាក់ទៅខ្មៅអីហ្នឹងបងប្អូនដាក់នៅថៃទៅហើយបងប្អូនចូលទៅកំណត់នៅក្នុង setting មួយតង់ទៀតនឹង Facebook របស់យើងនឹងចាប់ Primary នៅថៃហើយបើសិនជាបងប្អូនចង់ឲ្យចាប់ Primary នៅថៃតើតើបងប្អូនប្រើ VPN ទៀតនៅវីដេអូក្រោយៗទៀតខ្ញុំនឹងមានការបង្ហាញរបៀបនៃការប្រើប្រាស់ VPN របៀបនៃការដែលយើងកំណត់ឲ្យ Facebook របស់យើងនឹងឆាប់ចាប់ Primary កុំឲ្យចាប់នៅខ្មែរអញ្ចឹងបងប្អូនយើងកំណត់ដាក់ Primary នៅក្រៅប្រទេសក្រៅពីខ្មែរយើងចង់ដាក់នៅណាក៏បាននៅថៃនៅចិននៅអាមេរិកនៅជប៉ុននៅអីចឹងគឺសងលើបងប្អូនចង់ដាក់កំណត់ VPN របស់យើងទេបាទអរគុណច្រើនបងប្អូនកុំឲ្យខាត់ពេលយូរចាំរងចាំទស្សនានៅវីដេអូក្រោយទេបងប្អូនបាទអរគុណបាយបាយ